ហើយនេះគឺជាលទ្ធផលបងប្អូននេះចុះមកធំណាបានគូសំដែរអញ្ចឹងណាបងប្អូននេះគឺត្រីរបស់ខ្ញុំនេះធំមែនបងប្អូននេះ1 គីឡូកន្លះគីឡូបងប្អូននេះលទ្ធផលរបស់ខ្ញុំអេមហួសតែម្ដងណាបងប្អូនត្រីធំទីឃ្លាដាក់មងបងប្អូនទីឃ្លាធំមែនតើណាឡើយយើងចាប់ផ្ដើមសារមងហើយតាលទ្ធផលចាំអ៊ុតនៅចុងវគ្គជាមួយខ្ញុំទាំងអស់គ្នាតនេះគ្នាខ្ញុំមកម្នាក់ទៀតគាត់ទៅវាយខាងឆ្ងាយពីខ្ញុំបន្តិចមើលលទ្ធផលរបស់គាត់បានប្រមាណដែរនេះមងយើងវាយលក្ខណៈមងពាត់ណាវាយដោះបើយើងលាចោតងាយបានទេបងប្អូនថងត្រីគាត់បានម៉ានអូធំទៅតាអេមទៅណែអូមកអេមដែរបងប្អូននេះមានអីមកវាយមកព្រឹកបានល្មមករួចមកហូបអូត្រីធំដែរបងប្អូននេះអូអេមតាចូលលេខដែរតាណែនេះមិនទូចណាធំដែរបងប្អូននេះអាយ៉ានៅរស់បើកយើងវាយយើងចង់ឲ្យត្រីយើងមិនងាយងាប់បងប្អូនយើងវាយដាក់សណាញ់យើងមកយើងប្រោះក្នុងទឹកយើងវាយបដាអញ្ចឹងណាធ្វើឲ្យត្រីយើងវាអត់ងាប់នេះមងរបស់យើងក៏បានចូលក្នុងធុងវិញហើយមងយើងប្រើកាឡាធំបងប្អូនប្រើកាឡា6យើងយកតែត្រីធំទេបងប្អូនតែយកសម្អល់ខាំត្រីទូចយើងអត់យកទេវាទូចពេកយើងដាក់យកអាធំអញ្ចឹងទៅយើងមានត្រីទៅខណ្ឌដាក់ថ្ងៃក្រោយទៀតទេបងប្អូនណាហើយនេះគឺជាលទ្ធផលបងប្អូននេះចុះមកធំណាបានគូសំដែរអញ្ចឹងណាបងប្អូននេះគឺត្រីរបស់ខ្ញុំនេះធំមែនបងប្អូននេះ1 គីឡូកន្លះគីឡូបងប្អូននេះលទ្ធផលរបស់ខ្ញុំអេមហួសតែម្ដងណាបងប្អូនត្រីធំមែនទេនេះហ្មងយើងបដាក់ក្នុងទឹកអញ្ចឹងណាហើយនៅមើលចង្អាយឃើញលឹមនោះគឺគ្នាខ្ញុំដែលមកវាយជាមួយគ្នាមិនតបានឡើងទេដល់ម៉ោងជិត12ហើយទីឃ្លាវាយទឹកពិតជាធំមែនទេបងប្អូនទឹកនេះបងប្អូននេះឲ្យតែមានកម្លាំងចង់វាយខាងណាក៏បានដែរខាងនេះទឹកសាបបងប្អូនបើនៅខាងនេះដែលឲ្យឃើញហ្នឹងជាទឹកសមុទ្របងប្អូននេះសមុទ្រនេះទឹកសាបត្រីយើងធំមែនទេបងប្អូន